ហើយបទពិសោធន៍និយាយរួមបទពិសោធន៍បានតាមរយៈការប្រឡងឯងការសិក្សាអីដោយសារតែសិក្សានៅតាមខេត្តដែរខ្ញុំរៀននៅខេត្តបាត់ដំបង UME ហើយមុខវិជ្ជាវិធីសាស្ត្រគតិយុត្តនេះក៏អត់សូវបានរៀនដែរនិយាយរួមអត់បានរៀនទេប្រឡងធ្លាប់ប្រឡងជាប់កលាមជីហ្នឹងក៏អត់បានរៀនវិធីសាស្ត្រគតិយុត្តទេតែចេះសេទៅក៏ជាប់ហើយក៏ធ្លាប់ប្រឡងជាប់វគ្គសរសេរដៃជាក្រុមចំនួនទី8ក៏អត់ធ្លាប់រៀនវិធីសាស្ត្រគតិយុត្តដែរទៅតែមកសាលាសប្តាហ៍ថ្ងៃនេះក៏បានរៀនបញ្ចប់ប៉ុន្តែសាលាក៏បង្រៀនតែអ្នកបកែគាត់បរៀនលឿនដែរពេលខ្លះក៏ចាប់ទាន់ពេលខ្លះក៏ចាប់មិនទាន់ដែរតាមដំណើរដែរហើយមួយទៀតត្បិតតែខ្ញុំជាសិស្សវិជ្ជាជីវៈក៏ប៉ុន្តែដោយសារថាការបង្រៀននេះក្នុងន័យថាជាឯកជនជាការចែករំលែកបទពិសោធន៍ធម្មតាទេព្រោះកាលណាបើជាតំណាងសាលាលុះត្រាតែទី1គឺបង្រៀននៅក្នុងកម្មវិធីរបស់សាលាអញ្ចឹងអ្នកដែលបង្រៀននៅក្នុងកម្មវិធីរបស់សាលាអ្នកនោះគឺជាតំណាងសាលាហើយទី2គឺលុះត្រាតែទទួលបានការអនុញ្ញាតពីសាលាមានន័យថាសិស្សនឹងដាក់ពាក្យស្នើសុំទៅហើយសាលាគេផ្ដល់ការអនុញ្ញាតថាឲ្យបង្រៀនឲ្យបើកសិក្ខាសាលានឹងទៅខ្លាយជាអ្នកតំណាងសាលាប៉ុន្តែសម្រាប់ខ្ញុំនេះគឺដោយសារតែមានការស្នើសុំពីសាច់ញាតិពីមិត្តភ័ក្តិអីចឹងទៅក៏សម្រាប់ចាត់ថាបង្រៀនប៉ុន្តែចំណេះហ្នឹងមិនលើសអ្នកទាំងអស់គ្នាអីប្រហែលទេបាទអផែលតែគ្នាដែរជួនកាលការចេះការចាំហ្នឹងក៏មានតិចតួចជាងដឹកគុណដែលកំពុងត្រៀមប្រយុទ្ធហើយនឹងគ្នាយើងដែលកំពុងពេញហើយដូចគៀដូចអីនេះចិត្តដល់វគ្គឡើងប្រយុទ្ធនេះចំណេះច្រើនអ្នកចាប់ហើយនេះជួនកាលបដិបដោយទៅរៀននៅសាលាវិជ្ជាជីវៈដែលរៀនសប្តាហ៍ថ្ងៃនេះផ្ដោតទៅលើការអនុវត្តអញ្ចឹងទ្រឹស្ដីក៏មិនសូវចេះហើយមួយទៀតខ្ញុំក៏មិនសូវចាំយូរដែរចាំតាមមួយផ្លេតដែរហ្នឹងប៉ុន្តែគិតថាបច្ចេកទេសដែលខ្ញុំមាននឹងផ្ដល់ឲ្យអ្នកទាំងអស់គ្នាថាតើគួររៀនបែបម៉េចប្រើវិធីសាស្ត្រណាដែលល្អហើយចំណាយពេលទៅវាអត់ខកវាអត់ខាតអញ្ចឹងអ្វីដែលខ្ញុំយល់ឃើញខ្ញុំនឹងផ្ដល់ឲ្យអ្នកទាំងអស់គ្នាអញ្ចឹងក្នុងការរៀននេះគឺមែនទេទៅរៀនវិធីសាស្ត្រគតិយុត្តដោយសារខ្ញុំអត់សូវចេះដែរអត់សូវប្រកែដែរខ្ញុំបង្រៀនតែមួយភាគទេតែភាគផ្សេងផ្នែកផ្សេងទៀតហ្នឹងនៃការវិភាគសិក្សាគឺជាការអនុវត្តដោយសារតែខ្ញុំគាត់ថាការអនុវត្តវាមានភាពចាំបាច់ជាងទ្រឹស្ដីនេះដូចថ្ងៃនេះអញ្ចឹងរៀនថ្ងៃនេះឬក៏ស្អែកអញ្ចឹងចប់អស់ហើយសភៅវិធីសាស្ត្រគតិយុត្តមួយក្បាលហ្នឹងគឺកលឹះសំខាន់គឺចប់ហើយបង្រៀនតែ2ថ្ងៃគឺចប់ហើយប៉ុន្តែអ្វីដែលប្លែកឬក៏ធ្វើឲ្យសិស្សម្នាក់មានភាពផ្សេងពីគ្នាហ្នឹងគឺការអនុវត្តហ្នឹងឯងអញ្ចឹងខ្ញុំគិតថាផ្ដោតទៅលើការសរសេរបន្ទាប់ពីរៀនចប់ហ្នឹងច្រើនជាងការសរសេរនេះគឺខ្ញុំរើសយករដ្ឋធម្មនុញ្ញមករៀនជាដំបូងតាមប្រធានបទទៅដោយសាររដ្ឋធម្មនុញ្ញនេះទី1គឺសម្រាប់អ្នកប្រឡងកលាជីសរសេរប្រឡងហើយទី2ក៏សម្រាប់ចាប់ក្រុមតែប្រឡងដែរគឺវគ្គសម្ភាសន៍ផ្ទាល់មាត់ព្រោះមូលដ្ឋានចម្បងនេះគឺចេញអំពីរដ្ឋធម្មនុញ្ញនេះឯងអញ្ចឹងគឺយករដ្ឋធម្មនុញ្ញមករៀនហើយរៀនក្រមព្រំដែនក្រមរដ្ឋវិន័យភាគច្រើនហើយក៏រៀនក្រមនីតិវិធីព្រំដែននិងក្រមនីតិវិធីរដ្ឋវិន័យតិចដែររៀនខ្លះដែរតែអត់រៀនច្រើនទេអញ្ចឹងក្នុងផ្នែកអត្ថាធិប្បាយទូទៅដំបូងនេះគឺរៀនលើប្រធានបទច្រើនផ្ដោតពីដើមតាំងពីរដ្ឋធម្មនុញ្ញទៅរហូតដល់ក្រមនីតិវិធីហ្នឹងគឺរៀនបែប
អត្ថាធិប្បាយទូទៅច្រើនទៅមកទៀតដល់ផ្នែកករណីសិក្សាគឺយើងនឹងផ្ដោតទៅលើក្រមព្រហ្មទណ្ឌដែលជាសិក្សាទៅលើបទល្មើសពិសេសហើយនឹងផ្ដោតទៅលើក្រមរដ្ឋវេនីដែលតាក់ទងទៅនឹងប្រភពនៃកាតព្វកិច្ចជាកិច្ចសន្យាឲ្យជាដើមនឹងដើម្បីដោះស្រាយលំហាត់ករណីសិក្សាហើយក្រៅពីនោះទៀតយើងរៀនប្រើពេលតិចតិចទេអាចកន្លះខែចប់កន្លះខែចប់អញ្ចឹងប៉ុន្តែការអត្ថាធិប្បាយទូទៅឬក៏ក្នុងផ្នែកបរិមាធិប្បាយយើងរៀនច្រើនយូរជាងគេហើយបន្តមកទៀតយើងនឹងរៀនករណីសិក្សារៀនច្រើនដែរក្រៅពីនោះដូចជាស្លាកប័ណ្ណតុលាការអីតាមពិតវាត្រូវចាយពេលរៀនច្រើនប៉ុន្តែប្រហែលជាមិនសូវរៀនច្រើនដែរទេនេះគឺជាចំណុចត្រួសប៉ុណ្ណឹងដូចជាអត់មានអីផ្សេងពីហ្នឹងទេយើងដោយសារតែពេលវេលាអូសបន្លាយមករៀងច្រើនដែរអញ្ចឹងយើងចូលដល់ប្រធានបទយើងហើយជាការរំពឹងទុកទី1គឺរំពឹងថាមិត្តភ័ក្តិដែលប្រកែហ្នឹងនឹងចូលរួមជួយទាំងវិធីសាស្ត្រឬក៏គំនិតយោបល់ជាពិសេសគឺជួយធ្វើលំហាត់ដើម្បីឲ្យសិស្សបងប្អូនចូលលំហាត់ហ្នឹងដូចជាគំរូព្រោះនៅវគ្គដែលធ្វើលំហាត់គឺយកលំហាត់ហ្នឹងគឺមកធ្វើការបកស្រាយហើយបង្ហាញទាំងអស់គ្នាមើលអញ្ចឹងសង្ឃឹមញញឹមក្នុងចិត្តថាមិត្តភ័ក្តិហ្នឹងនឹងចូលរួមជួយយ៉ាងច្រើនហើយក៏ដូចជាអ្នកផ្សេងទៀតដែរក៏រំពឹងថានឹងអនុវត្តលំហាត់ដែលបានផ្ដល់ឲ្យហ្នឹងទោះបីជាពេលខ្លះអាចថាលំហាត់ច្រើនឬក៏លំហាត់តិចយើងធ្វើតាមលទ្ធភាពប៉ុន្តែកុំអោយអត់សោះព្រោះកាលណាបើយើងអត់ធ្វើសោះមិនយូរមិនឆាប់ទេយើងនឹងឡាប់គ្រប់ឬក៏យើងនឹងឈប់រៀនដោយស្វ័យប្រវត្តិដែរអញ្ចឹងដំបូងនេះអត់មានអីទេណាគ្រាន់តែជាការណែនាំខ្លួនវាអត់មានអីពិសេសតើឥឡូវយើងចូលដល់ចំណុចដែលយើងនឹងសិក្សាថ្ងៃនេះគឺយើងនឹងសិក្សាទៅលើ3ចំណុចគឺមិនក៏មានអ្នកអត់ចូលរួចច្រើនអើយគឺមិនចឹងអ្នកអត់ចូលរួចមានតែrecord សំឡេងថ្ងៃនេះទុកទៅហើយចាំអោយពួកគាត់ស្ដាប់ទៅបើជោគជ័យក៏ជោគជ័យមិនជោគជ័យទេតែធ្វើមិនទៀតទេចូលបត្តនាបត្តទេគ្រូទេលីសលេងឲ្យគៀបរៀនជំនួសអូ